ម្សិលមិញមេសតុំថ្ងៃនេះមេបើកថ្ងៃម្ដងយើងអ្នកកូនតូចនេះចង់ឈ្គូតែលួងកូនបានដេកហើយនឹងឆ្លៀតពេលមកយកកៅអៅហាលសិនថាឥឡូវនៅអត់មានប្តីនៅចិត្តឲ្យហាលកៅអៅឲ្យទេចឹងហើយអ្វីគ្រប់យ៉ាងគឺត្រូវធ្វើដោយខ្លួនឯងប៉ុន្តែថ្ងៃហ្នឹងបើកថ្ងៃមែនតែគ្រាន់សើអត់សូវក្តៅខ្លាំងទេពួកអីគេមានសតុំមានអីខ្លះហ៎ចឹងហើយក្តៅអត់ចេះឈួលអីទេតែថ្ងៃហ្នឹងអត់បានយកកៅអៅហាលមកផ្ទះទេយកទៅហាលនៅលើផ្ទះវិញព្រោះកៅអៅយើងបោកម៉ាស៊ីនហើយអត់ចាំបាច់ហាលថ្ងៃអីណាស់ណាទេយកវាបយោពាក់ទៅលើផ្ទះទៅហើយខ្ញុំខ្ញុំខ្ជិលចេញក្រៅផងពួកអីចេញទៅវាក្តៅចឹងហើយយកមកបយោនៅលើផ្ទះនេះវិញនៅលើផ្ទះមានកន្លែងហាលកៅអៅហាលអីមួយសេតដែរអញ្ចឹងហើយបើថ្ងៃវិញក៏ជះចូលដល់ដែរព្រោះផ្ទះរបស់ប្តីខ្ញុំនេះផ្ទះ2ជាន់ប៉ុន្តែជាន់លើអត់មានអ្នកគេនៅទេជាន់លើទុកតែសម្រាប់ដាក់អីវ៉ាហើយពេលបងថ្លៃអីគាត់មកលេងផ្ទះម្ដងអញ្ចឹងគាត់មកគេងនៅជាន់លើបន្ទាប់ពីហាលកៅអៅហាលអីហើយនឹងអង្គុយសម្រាប់មិនទុះដែរបានកូនខ្ញុំភ្ញាក់ថ្ងៃហ្នឹងកូនរបស់ខ្ញុំដេកដល់2ម៉ោងញាក់ពេលដេកឡើងនឹងមេឃរៀងសតុំអត់សូវក្តៅនឹងក៏រុញកូនទៅលេងផ្ទះបងថ្លៃថ្ងៃហ្នឹងអាទិត្យដល់ចឹងហើយបងថ្លៃខ្ញុំគាត់មកលេងផ្ទះមួយចំខ្ញុំនេះអប់សក់ដែរហើយរុញកូនទៅលេងមុខផ្ទះគាត់ហ្មងទៅសារមុខផ្ទះគាត់នឹងទេសភាពភ្នំស្អាតដែរហើយក៏នឹកឃើញទៅលេងនឹងហើយថតវីដេអូឲ្យបងប្អូនមើលដែរហ្មងទៅហើយនេះវិញទេសភាពនៅមុខផ្ទះគាត់ពេលមេឃសតុំនិយាយទៅនៅនឹងសតុំផ្សេងបើកថ្ងៃផ្សេងមេឃភ្លៀងផ្សេងភ្លៀងរាំងផ្សេងវិថាសម្រស់វិញគឺថាអត់មានដូចគ្នាទេបានមើលហើយគឺថាមើលអត់ធុញហើយមកដល់បងថ្លៃខ្ញុំគាត់កំពុងនាំគ្នាលេងបៀបើសិនប្តីនៅខ្ញុំដល់លេងបៀគេដែរព្រោះអីប្តីមើលកូនមិនលើប្តីអត់នៅទេមិនមើលកូនខ្លួនឯងមានលេងបៀអីក៏ពេលមើលបងថ្លៃលេងបៀលេងអីហើយហ្នឹងគឺថានាំកូនទៅផ្ទះវិញហើយឥឡូវហ្នឹងម៉ោង3ជាងណាមួយទៅនឹកឃើញថាអត់មានទៅដោះគោឲ្យកូនម្សិលមិញទៅផ្សារឲ្យភ្លេចទិញឲ្យឆឹងបានតែដោះគោកូននៅច្រើនដល់ពេលរុញកូនមកពីផ្ទះបងថ្លៃវិញទៅឆុងដោះគោមើលទៅដោះគោចិត្តអស់បាត់ហើយនេះវិញអាដើមក្រូចក៏អូបគេហ្នឹងហូបអំបិលបានឆ្ងាញ់ប៉ុន្តែបើអត់ទឹកហ្មងគឺអត់សូវមានទឹកទេណារុញកូនទៅដល់ផ្ទះហើយហ្នឹងបញ្ញាជិះម៉ូតូទៅផ្សារដើម្បីទិញទៅដោះគោឲ្យកូនមកហើយមកដល់កន្លែងទិញដោះគោហ្នឹងអ៊ីម្ចាស់ហាងព្រីរបស់លេងឲ្យកូនលេងទៀតហើយសាមុនមកទិញខោទឹកនោមគាត់ព្រីមួយឥឡូវព្រីមួយទៀតកូនខ្ញុំនេះមានណាបានគេឲ្យអញ្ចឹងនិយាយវាថាកាន់ជាប់ដែរហើយក៏ឆ្លៀតទៅយកអីវ៉ាន់អនឡាញមួយដែរអនឡាញហ្នឹងគឺ skin care របស់ម៉ែនឹងឯងទៅខ្ញុំខានប្រើ skin care យូរហើយច្រើនបានតែបិទម៉ាស់តែឥឡូវចាប់ផ្ដើមថែសម្រាប់ត្រឡប់មកវិញពួកអីគេទៅទុកមុខចោលតិចទៀតហ្នឹងដឹងតែថាយ៉ាប់យឺនយកតែមែនតែនហ្មងមុខខ្ញុំអត់សូវឡើងមុននៃទេមានតែមុនសាច់តិចហ្នឹងមើលមិនឃើញទេនៅជាប់គល់ច្រមុះហ្នឹងខំព្យាយាមពេលកូនដេកពេលតនេពេលអីហ្នឹងថែសម្រាប់ខ្លួនឯងតែបើមិនអញ្ចឹងទេតែប្តីមកវិញហ្នឹងស្រួលអីមើលប្រពន្ធអត់យល់លើខ្ញុំមុនធំអីអត់មានទេមានតែមុនសាច់មុនកាមតិចហ្នឹងស្អែកឡើងហ្នឹងគឺថាពីអ្នកម៉ែកូននាំគ្នាទៅផ្សារទៀតហើយតែមកថ្ងៃហ្នឹងអត់មានទិញអីច្រើនទេមកយកអីវ៉ាន់អនឡាញតែប៉ុណ្្នឹងឯងនៅស្រុកនេះនិយាយពីថាស្រួលកំងអីវ៉ាន់អនឡាញខ្លាំងមែនតើធូរថ្លៃហើយកំងតែ2ថ្ងៃអី3ថ្ងៃអីហ្នឹងគឺមកដល់ហើយតែបើនិយាយពីការចាយលុយក៏ចាយចុះដូចគ្នាតែទិញអត់ប្រយ័ត្នមុខក្រោយនេះគេថាអស់លីងមកមកដល់កន្លែងយកអីវ៉ាន់សានេះទូមានអីដាក់ឲ្យយើងនេះគេហៅចុងធុងខុយទីនៅចុងធុងហ្នឹងគេមានប្រអប់ទុកឲ្យយើងមកដល់អញ្ចឹងគឺយើងចុចលេខកូដហើយវានឹងអូតូបើកទូឲ្យយើងដោយខ្លួនឯងហើយលេខកូដហ្នឹងវានឹងផ្ញើសារទៅលេខទូរស័ព្ទឬក៏ផ្ញើសារទៅក្នុង app ដែលយើងទិញអីវ៉ាន់ហ្នឹងឯងដូចនេះអញ្ចឹងនេះពេលយើងចុចហើយអញ្ចឹងវានឹងបើកទូនឹងអូតូឲ្យយើងប៉ុន្តែយកអីវ៉ាន់ហើយកុំភ្លេចបិទទូឲ្យគេវិញផងព្រោះបើយើងអត់បានបិទទូទៅគេអត់ដឹងថាយើងយកអីវ៉ាន់ឬក៏អីវ៉ាន់ហ្នឹងបាត់អីចឹងទៅហើយថ្ងៃហ្នឹងចុងធុងខុយទីហ្នឹងមានអីវ៉ាន់2កញ្ចប់មួយហើយហ្នឹងបន្តចុចមួយទៀតមែនណានេះនៅក្បែរដៃហ្មងតែអីវ៉ាន់នេះរៀងពិបាកយកបន្តិចដោយសារវារៀងធំជាងទូហើយណាមួយដោយសារខ្ញុំស្ពាយកូននៅពីមុខផងពេលចឹងទៅរៀងពិបាកឲ្យតែអោនខ្លាំងតិចទៀតទៅប៉ះកូនមកយកហើយអីហើយហ្នឹងអត់មានចាំបាច់សញ្ញេអីទេទៅផ្ទះបដៅតែបើមក JNT នេះគឺត្រូវសញ្ញេឈ្មោះហើយយើងមកដល់យើងប្រាប់លេខកូដឬក៏លេខកតុយទូរស័ព្ទទៅគេអ្នករកឲ្យហើយនេះចិននេះគេហៅ G2 តែគេដាក់ផ្លាក JNT អញ្ចឹងប្រហែលជា JNT ដូចនៅខ្មែរយើងដែរបើនិយាយពីកូនស្រីខ្ញុំវិញនេះងុយខ្លាំងហើយពួកអីចេញមកឡើងយូរហើយជិះម៉ូតូមើលទេសភាពចុះឡើងដេកលក់បាត់ដល់ពេលមកមើលក្នុងវីដេអូនេះខ្ញុំមានអារម្មណ៍ថាណាត់កូនខ្លាំងមែនតើណាមកណាវិចកូនទៅតាមគ្នាគ្មានបានដេកស្រួលទេ